រាងកាយរបស់មនុស្សយើងគ្រប់រូបគឺយើងត្រូវការប្រភពថាមពលក៏ដូចជា energy ដើម្បីទ្រទ្រង់នៅថាមពលរាងកាយយើងនៅក្នុងការប្រើប្រាស់សម្រាប់ការធ្វើការឬក៏ក្នុងការរកស៊ីជាប្រចាំបងប្អូនសង្កេតឃើញមនុស្សនាពេលបច្ចុប្បន្ននេះនិយមប្រើភេសជ្ជៈគ្រឿងកំប៉ុងរបស់ផ្អែមដោយសារអីគឺគាត់ប្រើកម្លាំងថាមពលច្រើនដែលវាមានហានិភ័យក៏ដូចជាមានបញ្ហាប្រឈមសុខភាពបងប្អូននៅថ្ងៃក្រោយបង្កឲ្យបងប្អូនមានបញ្ហាសម្ពាធឈាមមានបញ្ហាជំងឺទឹកនោមផ្អែមថ្ងៃនេះមានការចូលរួមមួយបើសិនជាបងប្អូននិយមទទួលទាននៅប្រភេទរបស់ទាំងអស់ហ្នឹងអាចមកផ្លាស់ប្ដូរញ៉ាំជាមួយនឹងប្រភេទបាយអូស្លាអ៊ីឬក៏គេហៅថា energy នៅក្នុងបាយអូស្លាអ៊ីនេះអ្នកវិទ្យាសាស្ត្រនៅខាងសហរដ្ឋអាមេរិកគឺគេបានចម្រាញ់ចេញពីផ្លែប៉ោមខៀវស្លឹកបញ្ឆាជាមួយនឹងរុក្ខជាតិផ្សេងជាច្រើនទៀតដែលវាមានតួនាទីនៅក្នុងការជួសជុលជាពិសេសប្រព័ន្ធថាមពល energy នៅក្នុងរាងកាយបងប្អូនញ៉ាំបាយអូស្លាអ៊ីមួយកញ្ចប់ស្មើនឹងទឹកទទឹមដែលបងប្អូនញ៉ាំខាងក្រៅ80កែវនោះគឺវាមានថាមពលខ្លាំងវាជំនួយទៅដល់សុខភាពមេតាបូលីកបងប្អូនឲ្យរឹងមាំប្រព័ន្ធភាពស៊ាំបងប្អូនរឹងមាំជាពិសេសគឺតកតងជាមួយនឹង mental ប្រព័ន្ធខួរក្បាលបងប្អូនញ៉ាំចូលទៅគឺបង្កើនការចងចាំសាឡាល្អវាជួយទៅលើសរសៃឈាមវាជួយដុតខ្លាញ់អាក្រក់ដែលលើសនៅក្នុងរាងកាយបងប្អូនដែលចង់ផ្លាស់ប្ដូរញ៉ាំភេសជ្ជៈគ្រឿងកំប៉ុងរបស់ផ្អែមហើយមកញ៉ាំអ្វីដែលជួយទៅដល់សុខភាពបងប្អូនជំរឿនដែលល្អនៅក្នុងការញ៉ាំជាមួយនឹងបាយអូស្លាអ៊ីឬក៏ energy